Chê anh chê mình. What? Anh slow tế, tay công ba anh. Thưa ấy thưa tự, công ba anh. Ở trong thưa ca tê, tay trong thưa bà bọn bò. À mình thưa bà bọn bò nó mạch bàn lùi máu mình. Ở trong thưa ca tê, trong cho bia. Hay là mạch cho bia tới bàn lùi à? Mình ta, cho bia bàn lùi. Rồi chụp bia đấy sao? Chụp bia là nào? Mặt liên bài tê, liên thay chia sang sắp vào mùi mốc. Mày play chơi nó chỉ nó bài bàn mà chỉ vật mẹ. Tại này bọc kê với. Nhưng mà chồng anh play chơi sang sắp vào mùi mốc đai. Ok, play chơi sang sắp vào mùi mốc Colin. Trong tôi hiện này, trong tôi xiêm hiệp. Hay mày xiêm hiệp nó sẽ lá dơ cái gì. Hay tao xiêm hiệp nó chạy học. Một vừa ca dư hỏi khiến trà cà phê tiệt. Còn nói cho nên trà, bạn ơi đừng ép thử cả tiệt chóc. តែប្រាប់ពាក្យឯស្នំតិចប្រយ័ត្នក្រោយពីបានមើលវីដេអូនេះហើយតើអ្នកទាំងអស់គ្នាមានមតិយោបល់យ៉ាងណាថ្ងៃនេះខ្ញុំសូមចូលរួមជាមតិយោបល់ដូចជាកំណត់ខ្លះៗនៅក្នុងវីដេអូនេះក្រោយពីបានឃើញវីដេអូនេះហើយខ្ញុំក៏មានអារម្មណ៍មួយថាពិតជាសូមសរសើរទៅដល់អ្នកបោះពុម្ពអាវនេះដោយមានបន្ថែមនៅសុភាសិតថ្មីដែលទើបតែរកឃើញដោយ Gen Z សម័យឥឡូវនេះហើយពាក្យពេចន៍ទាំងអស់នោះក៏ពិតជាទាន់សម័យមែនទែនសម្រាប់ពួកគាត់ក្នុងការយកទៅប្រើប្រាស់ក្នុងការនិយាយលេងជាប្រចាំថ្ងៃក៏ដូចជាការប្រើប្រាស់នៅក្នុងឆាតឬក៏សំឡេងផ្សេងៗក្នុងន័យនេះដែរខ្ញុំសូមចូលរួមពាក្យពន្ធជាមួយនឹងការប្រើប្រាស់ទៅលើពាក្យជាភាសាខ្មែរដែលជាពាក្យអក្សរឧទាហរណ៍ដូចជាពាក្យអញហែងងែងហងដែលជាពាក្យនៃការហៅគ្នានៅក្នុងការនិយាយរវាងមិត្តភក្តិជិតដិតស្និទ្ធស្នាលប៉ុន្តែពាក្យនេះមិនគួរណាអ្នកទាំងអស់គ្នាក៏ដូចជាក្មេងៗបងប្អូនយុវជនសម័យថ្មីនេះយកមកប្រើប្រាស់ជាសាធារណៈឬក៏ជាការសរសេរផ្ដាំផ្ញើជាអក្សរឬក៏ជាឃ្លងឃ្លាឬក៏ជាកំណាព្យណាមួយដែលប្រើពាក្យទាំងអស់នេះនោះទេនៅពេលដែលអ្នកទាំងអស់គ្នាកំពុងតែប្រើពាក្យពេចន៍ទាំងអស់នេះវាកំពុងតែបង្ហាញឲ្យឃើញថាការប្រាស្រ័យទាក់ទងរបស់អ្នកទាំងអស់គ្នាគឺមានជីវធម៌បង្កើតទម្លាប់នៃការនិយាយបែបប្រមាថនិងមើលងាយគ្នាវាប៉ះពាល់ទៅដល់វប្បធម៌ដ៏ផូរផង់នៃការគោរពគ្នារបស់ប្រជាជនខ្មែរយើងមិនត្រឹមតែប៉ុណ្ណោះទេបងប្អូនកំពុងតែបង្រៀននិងធ្វើឲ្យកុមារនិងយុវជនសម័យថ្មីសម័យក្រោយនេះប្រើប្រាស់នៅពាក្យមិនសមរម្យទាំងអស់នេះក្លាយជាទម្លាប់ដូច្នេះខ្ញុំក៏សូមចូលរួមនឹងសំណូមពរទៅដល់សាធារណជនក៏ដូចជាបងប្អូនអ្នកទាំងអស់គ្នាដែលកំពុងតែអនុវត្តឬក៏ធ្លាប់ប្រើប្រាស់ពាក្យពេចន៍ទាំងអស់នេះសូមកាត់បន្ថយនៅការប្រើប្រាស់និយាយស្ដីកុំឲ្យទម្លាប់នេះនៅតែមានជាប់មាត់អ្នកទាំងអស់គ្នាចំណែកឯការប្រើប្រាស់អក្សរខ្មែរដែលជាអក្សរឡាតាំងឧទាហរណ៍ដូចជាអត់ចង់ដែលបងប្អូនទៅសេជាសៀងភាសាអង់គ្លេសនៅពេលដែលអ្នកទាំងអស់គ្នាក៏ដូចជាបងប្អូននៅតែបន្តក្នុងការប្រើប្រាស់ការសរសេរបែបនេះវានឹងធ្វើឲ្យយើងខ្សោយនៅក្នុងការអានភាសាខ្មែរការសរសេរអក្សរខ្មែរជាពិសេសអ្នកដែលកំពុងរៀនភាសាខ្មែរអ្នកទាំងអស់គ្នាក៏ដូចជាបងប្អូនសម័យថ្មីត្រូវចងចាំថាវប្បធម៌ភាសារបស់យើងនៅតែរក្សាគង់ដោយសារតែការប្រើប្រាស់និងការអនុវត្តជាប្រចាំវានឹងធ្វើឲ្យយើងច្បាស់ក្នុងការនិយាយការសរសេរក៏ដូចជាការបង្ហាញទៅដល់សាធារណជនខាងក្រៅក៏ដូចជាជនជាតិបរទេសឲ្យគេបានយល់អំពីតម្លៃនៃភាសាខ្មែររបស់ជាតិយើងក្នុងន័យនេះមានន័យថាហាមប្រាមអ្នកទាំងអស់គ្នាក៏ដូចជាបងប្អូនមិនឲ្យប្រើប្រាស់អក្សរឡាតាំងឬក៏ការនិយាយលេងនៃពាក្យកំប្លែងបែបនោះទេប៉ុន្តែត្រូវចេះប្រើពាក្យនិងកលៈទេសៈដែលត្រឹមត្រូវក្នុងការនិយាយភាសាមិនត្រឹមតែជាមធ្យោបាយសម្រាប់និយាយឲ្យគេយល់ទេប៉ុន្តែវាបង្ហាញអំពីការអប់រំសុជីវធម៌និងអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ផងដែរការថែរក្សាអក្សរខ្មែរមិនមែនមានន័យថាមានឲ្យប្រើប្រាស់ភាសាបរទេសឬបច្ចេកទេសថ្មីៗរួមបញ្ចូលនោះទេតែចេះប្រើវាឲ្យត្រឹមត្រូវនិងកុំឲ្យការប្រើប្រាស់ទាំងអស់នោះធ្វើឲ្យបាត់បង់ភាសានិងវប្បធម៌របស់ខ្លួនប្រសិនបើការយល់ឃើញនេះហើយនឹងការគិតរបស់អ្នកស្របជាមួយនឹងខ្ញុំដែរសូមបញ្ឈប់នៃការប្រើប្រាស់ពាក្យមិនសមរម្យឬអក្សរទាំងអស់នោះសូមជួយអប់រំនិងណែនាំនិងចែករំលែកទៅដល់ពួកគាត់ក្នុងការប្រើប្រាស់ពាក្យឲ្យបានត្រឹមត្រូវសូមប្រកាន់ខ្ជាប់នូវការគិតល្អនិយាយល្អនិងធ្វើល្អកុំភ្លេច like និង share វីដេអូនេះដល់មិត្តភក្តិអ្នកនរគ្នាបានឃើញផង